ពុកម៉ែនេះពីដើមឡើយគឺពុកម៉ែទៅរកប្រកបរបរនេសាទបាទទៅរកត្រីហ្នឹងបាទទៅតាមប្រសាសន៍របស់សម្ដេចមហាវរធិបតីណាតែចង់ឲ្យជីវភាពពុកម៉ែបងប្អូនប្រសើរឡើងចង់ឲ្យពុកម៉ែហ្នឹងមានជំរឿសផ្សេងទៀតនៅក្នុងជីវិតមានរបរជាក់លាក់មានចំណូលមានប្រាក់សន្សំហើយបន្ថយនៃបំណុលគ្រួសារបាទហើយខ្ញុំចង់ថាមហិច្ឆតារបស់ខ្ញុំណាខ្ញុំជឿថាបងមូដេតាក៏គាត់ឯកភាពខាង ADB បងមួយបងខើគុំមួយបងពុំស្ថានក៏ហាក់ឯកភាពយើងសុខចិត្តថាចេះហ្មងសហគមន៍នេសាទទាំងអស់មួយឆ្នេរធ្វើឲ្យ